ដោយសារប្រជាជនភាគច្រើនគាត់យកច្រឡំថាទឹកឃ្មុំចិញ្ចឹមពុំមានគុណភាពល្អដូចទឹកឃ្មុំព្រៃតែជាក់ស្ដែងដែលជាសហគមន៍របស់ខ្ញុំចិញ្ចឹមនេះគឺទឹកឃ្មុំចិញ្ចឹមបានល្អ 100% ដោយសារយើងចិញ្ចឹមគឺយើងមកយកផ្កាផ្ទាល់គឺភូមិសាស្ត្រគឺយើងដើររកផ្ការោលំអងភូមិសាស្ត្រអាចផ្ដល់ឲ្យតែមានទឹកដមហើយទឹកឃ្មុំចិញ្ចឹមគឺប្រមូលផលដោយឧបករណ៍ដែលមានអនាម័យត្រឹមត្រូវនិងមានស្តង់ដារហើយគ្រប់អាយុកាលដែលត្រូវប្រមូលឃ្មុំបានល្អជ្រាបសួរខ្ញុំបាទឈ្មោះនៅសំណាងមកពីសហគមន៍ស្រីក្រោមលហាសួងខេត្តបាត់ដំបងមូលហេតុដែលចាប់យកអាជីពចិញ្ចឹមឃ្មុំនេះដោយសារយើងឃើញរបរចិញ្ចឹមឃ្មុំវាអាចដល់កម្រៃដែលយើងដែលអាចថាគ្រប់គ្រងគ្រួសារយើងបានគួរសមពេលដែលមានកម្រងដែលអង្គការគាត់ទម្លាក់មកនៃការចិញ្ចឹមឃ្មុំមកក្នុងសហគមន៍យើងខ្ញុំនេះខ្ញុំក៏ចាប់អារម្មណ៍យើងក៏ចងក្រងគ្នាជាក្រុមនឹងដែលយើងមកចិញ្ចឹមនឹងទៅឃើញផលវាគួរសមដែរអាចគ្រប់គ្រងគ្រួសារយើងបានផងហើយនឹងជួយក្នុងសហគមន៍យើងបានច្រើនដែរតាំងពីដែលខ្ញុំចាប់ដើមចិញ្ចឹមឃ្មុំមកគឺឃើញថាជីវភាពល្អគ្រាន់បើជាងពីមុនហើយក៏បានចូលរួមជួយសហគមន៍ហើយនឹងបានបទពិសោធន៍ពីគុំខាងក្រៅដែលយើងតាំងពីពោបានទៅរៀនខាងដែលគាត់បណ្ដុះបណ្ដាលយើងអញ្ចឹងគឺយើងទទួលបានបទពិសោធន៍ច្រើនបន្ថែមពីនឹងចំណូលបានពីការចិញ្ចឹមឃ្មុំខ្ញុំអាចយកទៅគ្រប់គ្រងគ្រួសារដើម្បីបង់ជាធនាគារហើយក៏ឲ្យកូនបានទៅសិក្សាបានល្អច្រើនជាងមុន